ដឹងរឿងហើយម្ដាយអ្នកបើកបររថយន្តអវតារស្នើសុំសមត្ថកិច្ចស្វែងរកយុត្តិធម៌និងបកស្រាយបែបនេះចាករណីពលរដ្ឋដេញគប់រថយន្តនៅលើផ្លូវ90ក្នុងសង្កាត់ស្រះចក់ខណ្ឌដូនពេញចាខណៈមានប្រជាពលរដ្ឋដើរលេងកម្សាន្តនគរសង្ក្រាន្តវត្តភ្នំករណីនេះមុនពេលកាត់ហេតុភាគីចាររថយន្តបានធ្វើដំណើរក៏មានម៉ូតូមួយគ្រឿងមកប៉ះរថយន្តពីក្រោយហើយភាគីរថយន្តក៏ចុះទៅមើលដើម្បីសួរនាំប៉ុន្តែពេលនោះម្ចាស់ម៉ូតូមិនឆ្លើយតបជាមួយនឹងម្ចាស់រថយន្តនោះទេហើយអ្នកបើករថយន្តខឹងក៏បានរុញម៉ូតូផ្ដួលបន្ទាប់មកក៏ឡើងរថយន្តបើកចេញទៅស្រាប់តែម្ចាស់ម៉ូតូស្រែករត់ដេញតាមពីក្រោយភ្លាមនោះប្រជាពលរដ្ឋមានការយល់ច្រឡំស្មានថារថយន្តបុកម៉ូតូហើយបើករត់ក៏នាំគ្នាដេញតាមនិងយកដុំថ្មគប់រថយន្តបង្កឲ្យខូចខាតផ្នែកខាងមុខនិងក្រោយចានៅវេលាម៉ោង 7:30 នាទីយប់ចានៅថ្ងៃទី16ខែមេសាឆ្នាំ2026នេះបើយោងតាមប្រភពពីសមត្ថកិច្ចចាយោងតាមគណនី Facebook លីសាដែលជាម្ដាយរបស់អ្នកបើកបររថយន្តដែលត្រូវបានវិដំឲ្យខូចខាតកាលពីយប់ថ្ងៃទី16ខែមេសាបានសរសេរថាកូនប្រុសពៅខ្ញុំបើកឡានជូនម្ដាយមីងទៅផ្ទះសំណាក់វិញម្ដាយមីងមកពីម៉ាឡេមកមើលឪពុកគាត់ខូចមានក្មេងស្ទាវមួយក្រុមយកដុំថ្មនិងដុំការ៉េឡានចាក់ដេញតាមគប់ឡានកូនខ្ញុំហើយស្រែកថាកូនខ្ញុំបុកគេរត់សំណាងហើយមានបងសមត្ថកិច្ចជួយតន់កុំអីកូនខ្ញុំនិងអ្នកនៅក្នុងឡានអស់ជីវិតបាត់ហើយសូមបងសមត្ថកិច្ចជួយរកយុត្តិធម៌តាមចាប់ជនបំផ្លិចបំផ្លាញឲ្យឃើញផង